ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងបានមកធ្វើបង្អែមត្នោតចឹងបងប្អូនណាបង្អែមផ្លែត្នោតគឺធម្មជាតិសរសើរតែម្ដងបងប្អូនណាជាដំបូងយើងចិតវាយកសម្បកវាចេញចឹងណាបងប្អូនហើយត្នោតនេះយើងយកមកល្មមហូបមកខ្ចីឆ្ងាញ់តែម្ដងណាយើងចិតវាឲ្យស្អាតចឹងហើយយើងលាងទឹកវាបងប្អូនណាយើងលាងទឹកវាឲ្យស្អាតបងប្អូនណាស្អាតមែនទេបងប្អូនហើយធម្មជាតិចឹងណាឆ្ងាញ់មែនទេបងប្អូនណាឥឡូវយើងចាប់ផ្ដើមលាងទឹកវាឲ្យស្អាតរួចរាល់ហើយយើងចាប់ដាក់ចានមួយចឹងណាយើងចាប់ដាក់ចានហ្នឹងសម្រាប់យើងយកមកចិតវាមកធ្វើជាបង្អែមឬក៏បបរត្នោតចឹងណាហើយយើងចាប់ផ្ដើមយើងចិតវាជាចំណិតតូចសរសៃវាណាបងប្អូនណាដើម្បីយើងបបរចូលជាតិហើយយើងកោសដាក់ដូងវាបងប្អូនណាហើយដូងនេះយើងមានដូងចាស់មួយមកយើងចិតសាច់វាជាចំណិតហើយយើងកោសមកលាយដាក់ពីលើទៀតដើម្បីបង្កើនរសជាតិឈ្ងុយឆ្ងាញ់តែម្ដងចឹងណាហើយឥឡូវនេះខ្ទិះដូងដែលយើងបានទិញគេមកបានន័យថាឆ្ងាញ់តែម្ដងខ្ទិះដើមបងប្អូនគ្រឿងផ្សំវាមានខ្ទិះដូងក៏តើមានស្លឹកតើយទៀតបងប្អូនណាស្ករក្រហមហើយនិងអំបិលជាពិសេសគឺផ្លែត្នោតតែម្ដងអញ្ចឹងបងប្អូនណាឥឡូវយើងដាក់មានន័យថាស្ងោរឬក៏ដាំហើយអង្គតើមុនលាយជាមួយស្លឹកតើយដើម្បីឲ្យអង្គតើមកវាឆ្អិនមុនហើយពុះតែម្ដងអញ្ចឹងបងប្អូនណាឥឡូវយើងបើកមើលគឺពុះហើយបងប្អូនណាធំក្លិនស្លឹកតើយមួយឈ្ងុយតែម្ដងអញ្ចឹងបងប្អូនណាហើយស្ករយើងឲ្យប្រើស្ករសទេបងប្អូនណាយើងប្រើស្ករក្រហមគឺមានន័យថាធម្មជាតិសាច់តែម្ដងស្ករក្រហមស្ករត្នោតតែម្ដងអញ្ចឹងណាឥឡូវយើងពុះរួចរាល់អស់ហើយយើងចាប់ដើមដាក់ត្នោតដែលយើងបានចាត់ឲ្យនឹងដូងគឺដាក់ចូលតែម្ដងអញ្ចឹងណាបងប្អូនណាឥឡូវយើងចាប់ដើមដាក់ចូលរួចរាល់អស់ហើយបងប្អូនយើងកូរវាចូលជាតិជាមួយនឹងស្លឹកតើយជាមួយនឹងអង្គត្នោតនឹងអញ្ចឹងណាដើម្បីឲ្យវាចូលជាតិទៅគឺឆ្ងាញ់តែម្ដងបងប្អូនតែធម្មជាតិតែម្ដងបងប្អូនណាឥឡូវចាប់ដើមយើងចាក់ខ្ទិះចូលហើយបងប្អូនតំណងបងប្អូនហើយគាត់ចាក់ខ្ទិះចូលគឺនៅឆ្ងាញ់មែនទេណាខ្ទិះយើងច្រើនមែនទេបងប្អូនអើយដូងមួយតែម្ដងបងប្អូនណាបងប្អូនគាត់ឃើញគោតំណងជាតិមែនទេនឹងដូចគាត់មកគ្រូគឺឆ្ងាញ់មែនទេបងប្អូនអើយព្រោះសិតតែធម្មជាតិតែម្ដងបងប្អូនណាសិតតែយើងយកមកពីដើមក្បែរផ្ទះតែម្ដងស្លឹកតើយក៏ខ្លួនឯងត្នោតក៏ខ្លួនឯងដូងក៏ខ្លួនឯងអញ្ចឹងណាអស់ទេមែនទេបងប្អូនអើយគឺតែឆ្ងាញ់បងប្អូនណាឥឡូវយើងចាប់ដើមកូរវាចូលជាតិពុះពីពុះហើយបងប្អូនជាគួរបងប្អូនមើលនេះបងប្អូនសតតែដូងហើយនឹងត្នោតបងប្អូនណាគេហៅថាបង្អែមត្នោតបែបស្រុកស្រែអញ្ចឹងណាធម្មជាតិតែម្ដងបងប្អូនណាបងប្អូនណាគាត់ឃើញនិយាយគឺខ្ញុំក៏ស្រក់ទឹកមាត់ដែរបងប្អូនណាបងប្អូនបានពុះទៀតនឹងឆ្ងាញ់យ៉ាងណាទេបងប្អូនអើយនេះបងប្អូនឡើងខាប់ហើយខ្ទិះតែម្ដងអញ្ចឹងបងប្អូនឥឡូវឆ្អិនហើយបងប្អូនចាប់ដើមដុសដាក់កូនចានមួយដើម្បីយកមកហូបអញ្ចឹងណាបងប្អូនណាដួសឲ្យបងប្អូនមើលតើការធ្វើនេះគឺឆ្ងាញ់ប៉ុន្មានដែរបងប្អូនធម្មជាតិមកបងប្អូនណាយើងរចនាបទហើយយើងដាក់ថែមខ្ទិះវាចុងក្រោយទៀតកាន់តែឆ្ងាញ់បង្កើនរសជាតិឈ្ងុយឆ្ងាញ់តែម្ដងអញ្ចឹងណាបងប្អូនណាទីខ្ញុំនឹងហូបឲ្យបងប្អូនមើលបងប្អូនអើយរចនាបទជាមួយនឹងស្លឹកតើយទៀតណាតំណងមកគេបងប្អូនណាហើយខ្ទិះរោយពីលើទៀតជាតិមកបងប្អូនណាបើបានដាក់ទឹកកកត្រជាក់ទៀតណាឆ្ងាញ់មែនទេបងប្អូនអើយធានាថាមកអែមតែម្ដងអញ្ចឹងណាណែបងប្អូនចាប់ដើមដួសឲ្យបងប្អូនហូបហើយបងណាតំណងណាបងប្អូនណាបងប្អូនស្ដាយអត់បានទិញទឹកកកមកបានទឹកកកមកគឺឆ្ងាញ់តែម្ដងបងប្អូនណាបងប្អូនអរគុណច្រើន